គេមកវិញហើយគេពីមុនត្រឡប់មកវិញហើយបាទគឺ Phil Foden លោក Pep Guardiola បាននិយាយថា Phil Foden កំពុងត្រឡប់មកវិញមកកាន់ចំណុចកំពូលនៃគុណផលរបស់គេសារជាថ្មីហើយក្នុងការប្រកួតកាលពីយប់មិញដែល Manchester City លុត Brazil Dortmund 4-1 ក្នុងពាន Champions League Foden រកបាន2គ្រាប់នេះឯងហើយ13ប្រកួតចុងក្រោយ Foden រកបាន4គ្រាប់និងអាស៊ី3គ្រាប់ហើយខ្សែប្រយុទ្ធស្លាប់វ័យ25ឆ្នាំរូបនេះក៏កំពុងរងចាំអ៊ុតមើលបញ្ជីឈ្មោះក្រុមជម្រើសជាតិអង់គ្លេសរបស់លោក Thomas Tuchel ដែលនឹងប្រកាសនៅថ្ងៃសុក្រស្អែកនេះសម្រាប់ការប្រកួតជម្រើស World Cup ទល់នឹង Serbia និង Albania នៅថ្ងៃទី13និងទី16ខែវិច្ឆិកាទាំងដែលអង់គ្លេសធានាបានកៅអីទៅជុំរៀបរាប់ FIFA World Cup 2026ឆ្នាំក្រោយនៅសហរដ្ឋអាមេរិករួចហើយជាមួយគ្នានេះលោក Pep Guardiola បាននិយាយថាមិនត្រឹមតែ Phil Foden ទេ Man City ក៏មកវិញដែរហើយលោក Pep Guardiola ខ្លួនឯងក៏ត្រឡប់មកវិញដែរការលើកឡើងយ៉ាងដូចនេះគឺដោយសារតែរដូវកាលមុន Manchester City បានបរាជ័យក្នុងការលើកពានសំខាន់ជាលើកដំបូងក្នុងរយៈពេល8ឆ្នាំចុងក្រោយហើយរដូវកាលនេះ Man City កំពុងតែល្អឡើងវិញហើយបាទហើយជាមួយគ្នានេះផងដែរបងប្អូនបាទ FIFA ឥឡូវនេះបង្កើតពានរង្វាន់មួយទៀតឈ្មោះថាពានរង្វាន់សន្តិភាពបាទ FIFA Peace Prize បាទហើយពានរង្វាន់ FIFA Peace Prize បាទពានរង្វាន់សន្តិភាព FIFA នេះនឹងត្រូវបានប្រគល់ជូនជ័យលាភីដំបូងគេនៅថ្ងៃសុក្រទី5ខែធ្នូអំឡុងពេលចាប់ឆ្នោតចែកពូល FIFA World Cup 2026នៅ Washington DC ពានរង្វាន់សន្តិភាព FIFA Peace Prize នេះនឹងត្រូវបានផ្ដល់ជូនជារៀងរាល់ឆ្នាំចាប់ពីឆ្នាំនេះទៅសម្រាប់បុគ្គលរូបណាដែលបានធ្វើសកម្មភាពយ៉ាងវិសេសវិសាលអស្ចារ្យបំផុតជាងគេដើម្បីសន្តិភាពនិងបង្រួបបង្រួមមនុស្សជាតិនៅជុំវិញពិភពលោកបើចឹងចាំអត់មើលនៅថ្ងៃទី5ខែធ្នូខាងមុខនឹងឃើញហើយជ័យលាភីពានរង្វាន់ FIFA Peace Prize ដំបូងគេបាទហើយលោក Gianni Infantino ប្រធាន FIFA បានលើកឡើងថាបាល់ទាត់ឈរនៅខាងសន្តិភាពបាទនៅមុនទៅសួរសុខទុក្ខក្រុមកំពុងឡើងជើង Tottenham Hotspur នៅថ្ងៃសៅរ៍ម៉ោង 7 កន្លះយប់អ្នកចាត់ការ Man U លោក Ruben Amorim បាននិយាយថាពេលនេះ Man U កំពុងមានទំនុកចិត្តច្រើនជាងមុនបន្ទាប់ពី4ប្រកួតចុងក្រោយមិនចាញ់ទេគឺបានឈ្នះ Sunderland 2-0 ឈ្នះ Liverpool 2-1 ឈ្នះ Brighton 4-2 និងចុងក្រោយស្មើ 2-2 នៅទឹកដី Nottingham Forest បាទហើយជាមួយគ្នានេះវីរៈបរិះ Man U គឺ Cristiano Ronaldo ដែលកំពុងលេងឲ្យ Al Nassr នៅ League Arabie Saudite បាននិយាយថាលោក Ruben Amorim កំពុងធ្វើការអស់ពីសមត្ថភាពរបស់លោកដើម្បី Man U កំពូលខ្សែប្រយុទ្ធ Portugal វ័យ40ឆ្នាំបានបន្តទៀតថាតើអ្នកគិតថាគាត់នឹងធ្វើអ្វីគាត់នឹងបង្កើតអភិនិហាឬអភិនិហាគឺមិនអាចទៅរួចទេគាត់កំពុងតែប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីកែប្រែស្ថានភាព Man U Manchester United គឺនៅតែស្ថិតក្នុងបេះដូងខ្ញុំជានិច្ចខ្ញុំស្រឡាញ់ក្លឹបនេះក៏ប៉ុន្តែពួកយើងទាំងអស់គ្នាត្រូវតែស្មោះត្រង់ហើយមើលមកខ្លួនឯងនិងនិយាយថាសូមស្ដាប់គឺ Man U មិនមែនកំពុងនៅលើផ្លូវល្អទេដូច្នេះពួកគេត្រូវការផ្លាស់ប្ដូរហើយវាមិនមែនគ្រាន់តែជាការផ្លាស់ប្ដូរគ្រូបង្វឹកនិងកីឡាករប៉ុណ្ណោះទេក្នុងកំណត់របស់ខ្ញុំគឺត្រូវការផ្លាស់ប្ដូរអ្វីផ្សេងមួយថែមទៀតច្រើននេះជាការបញ្ជាក់របស់ម្ចាស់ពានបឡុងដរ5ដងដែលបានលេងឲ្យ Man U ពីឆ្នាំ2003ដល់2009និងឈ្នះពានរង្វាន់សំខាន់7ពានរង្វាន់ជាមួយ Manchester United បាទឆ្លើយតបទៅនឹងមតិរបស់ Cristiano Ronaldo ក្នុងកិច្ចសម្ភាសន៍ថ្មីៗហ្នឹងលោក Amorim បាននិយាយថា Manchester United បានបង្កើតកំហុសជាច្រើនក្នុងពេលអតីតកាលកន្លងទៅហើយ Man U ពេលនេះកំពុងព្យាយាមដើម្បីផ្លាស់ប្ដូរកុំឲ្យមានកំហុសទាំងអស់នោះកើតឡើងសារជាថ្មីហើយ Man U កំពុងតែផ្ដោតទៅលើអនាគតលោក Amorim បានបន្តទៀតថាពួកយើងកំពុងផ្លាស់ប្ដូររឿងរ៉ាវជាច្រើនទាំងរចនាសម្ព័ន្ធទាំងអាកប្បកិរិយាដែលពួកយើងចង់ឲ្យកីឡាករប្រកាន់ខ្ជាប់ពួកយើងកំពុងតែប្រសើរជាងមុនហើយបើមានសេចក្តីរាយការណ៍ថា Real Madrid បានចាប់អារម្មណ៍ខ្សែការពារកណ្ដាល Maguire របស់ Crystal Palace ក៏ប៉ុន្តែឥឡូវនេះបើតាម AS បានរាយការណ៍ថា Real Madrid ដកខ្លួនចេញពីការចង់បានខ្សែការពារជម្រើសជាតិអង់គ្លេសវ័យ25ឆ្នាំរូបនេះហើយដោយសារតែគេទារប្រាក់ខែថ្លៃពេកហើយនឹងការទាមទារថ្លៃសញ្ញេនឹងក៏ខ្ពស់ដែរអញ្ចឹងនៅសល់ Liverpool និង Bayern Munich ដែលទំនងជាគោលដៅសម្រាប់ខ្សែការពារកណ្ដាលជម្រើសជាតិអង់គ្លេសវ័យ25ឆ្នាំ Maguire ដែលនឹងចាក់ចេញពី Crystal Palace ពេលចប់កិច្ចសន្យានៅដំណាច់រដូវកាលនេះបាទពាក់ព័ន្ធទៅនឹងអ្នកចាត់ការ Barcelona លោក Hansi Flick ត្រូវបាន Sky Sport Germany រាយការណ៍ថាលោក Hansi Flick មិនមានបំណងចាក់ចេញពីក្លឹបយ៉ាអេស្ប៉ាញមួយនេះនៅរដូវក្តៅឆ្នាំក្រោយទេបើទោះបីជាមានព័ត៌មានមួយចំនួននៅក្នុងប្រទេសអេស្ប៉ាញថាលោកមានអារម្មណ៍នឿយហត់ចំពោះក្លឹបហើយនឹងគ្រោងលាលែងពីទូនាទីក៏ដោយក្រោយស្មើ3-3នៅទឹកដីក្លឹប Brugge លោក Hansi Flick បាននិយាយថា
ពួកយើងអាចនិយាយអំពីការផ្លាស់ប្ដូរគ្រប់យ៉ាងក៏ប៉ុន្តែខ្ញុំមិនមែនជាគ្រូបង្វឹកប្រភេទនោះទេពួកយើងចង់លេងតាម DNA ភាសាពិតប្រាកដខ្ញុំមិនចង់ឲ្យក្រុមរបស់ខ្ញុំលេងចតឡានក្រុងចាំតែការពារចាំតែទប់ហើយវិបកឲ្យឈ្នះ 1-0 ទេ3-3មិនមែនជាលទ្ធផលល្អឥតខ្ចោះរបស់ពួកយើងទេក៏ប៉ុន្តែពួកយើងតែងតែរកគ្រាប់បាល់សងត្រឡប់ទៅវិញក្រោយពេលរបូតគ្រាប់បាល់រីឯអតីតខ្សែបម្រើអ៊ីតាលីនិង AS Roma Daniel De Rossi ឥឡូវនេះក្លាយជាអ្នកចាត់ការថ្មីរបស់ Genoa ជាមួយកិច្ចសន្យាដល់ខែមិថុនា2026អមដោយជំរើសបន្លាយបន្ថែមមួយរដូវកាលទៀតការចូលកាន់តំណែងរបស់លោក De Rossi គឺបន្ទាប់ពីលោក Patrick Vieira បានចាក់ចែងពីតួនាទីជាអ្នកចាត់ការ Genoa ដោយសារតែក្រុមនេះកំពុងស្ថិតនៅបាតតារាង Serie A បាទសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ